ឥឡូវយើងមកមើលលំហាត់ទី2ម្ដងខ្ញុំសូមវាធំបន្តិចលំហាត់ទី2ដល់ខ្ញុំលុបសញ្ញាសួរចេញសំណួរគេមាន3ហ្នឹងយើងឃើញហ្នឹងទី1 amount តម្លៃឲ្យយើងរកតម្លៃវាគណនី amount បាទទី2តាក់ 10% គិតជាភាគរយហើយទី3បាន total cost សរុបអញ្ចឹងធម្មតា amount យើងងាយយល់ទេព្រោះនេះវាជាតារាងតម្លៃលក់ផលិតផលដែលយើងឃើញហ្នឹងវាមាន Sony Panasonic អីចឹងទៅអានេះខ្ញុំអត់បានមិនសិនថាវាជាទូរស័ព្ទឬក៏អីទេតែយើងគ្រាន់តែដាក់ជាឧទាហរណ៍ឯងអញ្ចឹងធម្មតាការលក់វាមានតាមថ្ងៃដែលយើងមើលទៅថ្ងៃវាខុសថ្ងៃខែឆ្នាំតែផលិតផលខុសគ្នាអញ្ចឹងឧទាហរណ៍ថាថ្ងៃ1ខែ1 2006គាត់លក់បាន80គ្រឿង Sony អញ្ចឹងមួយគ្រឿងក្នុងមួយគ្រឿងវាតម្លៃ400អញ្ចឹង80គ្រឿងតម្លៃមកអញ្ចឹងយើងដឹងហើយកាលណាលក្ខខណ្ឌបែបហ្នឹងមួយហើយបើគេរកច្រើនរឿងគេទៅប្រើវិធីគុណឃើញទេអញ្ចឹងកាលណាគុណបើវាមានតែ2ខ្ទង់ប៉ុណ្ណឹងយើងអាចប្រើលក្ខខណ្ឌរូបមន្តក៏បានវ័យសញ្ញាក៏បានអត់ពិបាកទេឥឡូវខ្ញុំប៉ុន្តែយើងប្រើសញ្ញាស្មើដូចគ្នាហ្នឹងដល់សញ្ញាស្មើខ្ញុំយក400នេះគុណជាមួយនឹងចំនួនចេញបាទ$32,000អាហ្នឹងងាយប៉ុន្តែបើវាច្រើនយើងអាចប្រើរូបមន្តវិញអញ្ចឹងដោយសារលំហាត់នេះខ្ញុំចង់ឲ្យយើងចេះប្រើរូបមន្តអញ្ចឹងខ្ញុំសូមលុបថាថ្មីខ្ញុំប្រើរូបមន្តអញ្ចឹងគុណគឺប្រើរូបមន្ត product បាទ product គឺគុណអញ្ចឹងយើងអូសមកអូសទាំងពីរ cell ហ្នឹងមកបិទកំពង់កញ្ចក់ enter អញ្ចឹងយើងអូសបានដល់យើងបានតម្លៃអាមកដែរអូខេឥឡូវតើតតាក់ 10% សម្រាប់តាក់ 10% យើងគិតទៅលើតម្លៃពេលលក់ចេញគេកាត់ពន្ធពេលហ្នឹងអញ្ចឹងយើងវាយស្មើយើងយកកន្លែង amount នេះគុណដែរជាមួយនឹង10ហើយយើងវាយសញ្ញាភាគរយតែម្ដងមក enter គឺ3200យើងអស់មកចុះ total ផលចុងក្រោយបន្ទាប់ធម្មតានេះតម្លៃយើងលក់ចេញសរុបគឺ32,000ក៏ប៉ុន្តែយើងត្រូវដកកាត់ថ្លៃពន្ធ 10% ហើយនឹងថ្លៃដឹកជញ្ជូននេះអានេះ price នេះអានេះតម្លៃដឹកជញ្ជូនគេថ្លៃឆាច់ក្នុងមួយគ្រឿងក្នុងមួយកញ្ចប់ក៏ប៉ុណ្ណឹងអស់$20ហ្នឹងអញ្ចឹងយើងដកឲ្យមកអញ្ចឹងសញ្ញាស្មើអញ្ចឹងយើងយកតម្លៃសរុបនេះតម្លៃដែលយើងមិនទាន់បានកាត់ពន្ធហ្នឹងដកសម្បើកក្នុងកញ្ចក់ហើយយើងប្រើរូបមន្តមកសាំហើយយើងអស់មកពីរនេះព្រោះពីរហ្នឹងទៅបូកយកគ្នាដោយសារវាចំណាយដូចគ្នាហើយបិទវងកញ្ចក់យើងបើកពីរបិទពីរ enter ប៉ុណ្ណឹងនេះជាតម្លៃរបស់វាជាទូទៅនៅក្នុង Excel យើងតែយល់ពីលំហាត់ដែលគេចង់សួរហើយយើងអាចប្រើរូបមន្តដើម្បីឲ្យត្រូវនឹងលក្ខខណ្ឌទៅគឺបានប៉ុណ្ណឹងទេមិនមានអីបាក់ Excel បាទអញ្ចឹងលំហាត់ហ្នឹងប៉ុណ្ណឹងសរុបមកវិញគឺយើងចេះរៀនប្រើរូបមន្ត product ហើយអានេះយើងភាគរយយើងគុណតែម្ដងកន្លែងនេះយើងប្រើកន្លែង100%យើងប្រើរូបមន្ត product ក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតចុះឧទាហរណ៍ថាកន្លែងនេះខ្ញុំប្រើនិមិត្តសញ្ញាគុណនេះតែបើខ្ញុំចង់ប្រើរូបមន្ត product ខ្ញុំធ្វើម៉េចអញ្ចឹងស្មើតម្លៃ amount នេះសំទោសហើយ product ហ្នឹង product ហើយយក amount នេះមកហើយយើងដាក់កបៀមួយតម្លៃទី2គឺ10%ហើយយើងបិទវងកញ្ចក់ enter ឃើញចេញមកដូចគ្នាគាត់ថាមួយយើងប្រើនិមិត្តសញ្ញានេះចេញថាមកតម្លៃទី1គុណនឹងតម្លៃទី2ចេញមកដល់នេះគ្នា
អូខេប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយលំហាត់ទី3